សូមជូនរឿងម៉ាយ៉ាស្ត្រីកាលពីព្រៃនាយមានប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិសាមញ្ញមួយប្តីឈ្មោះសុខាជាមនុស្សឧស្សាហ៍ធ្វើការនិងចិត្តល្អប្រពន្ធឈ្មោះម៉ាឡាតែងតែញញឹមប៉ុន្តែចិត្តនាងពោពេញដោយល្បិចកលថ្ងៃមួយសុខាវិលមកពីធ្វើការនៅស្រែដូចជាថ្ងៃធម្មតាទាំងអស់ភូមិនោះមើលទៅស្ងប់ស្ងាត់និងស្រស់ស្អាតណាស់ភាគ2ម៉ាឡាមានគំនិតមិនល្អនៅក្នុងចិត្តនាងលួចនិយាយជាមួយវិសាលដែលជាមនុស្សខ្លាចតែចូលចិត្តរឿងងាយស្រួលនាងប្រាប់គាត់អំពីផែនការដែលមិនត្រឹមត្រូវវិសាលស្ដាប់ហើយមានមុខស្តាក់ស្ទើរប៉ុន្តែក៏មិនហ៊ានបដិសេធ Visal, I have a secret. What is it, Mama? Come closer and I'll tell you. Is it safe? The time has come. Are you certain? Yes, we must go. ភាគ3សុខាបានឮការនិយាយនោះដោយចៃដន្យគាត់មិនស្រែកមិនខឹងប៉ុន្តែគិតក្នុងចិត្តថាត្រូវប្រែប្រាជ្ញាដើម្បីដោះស្រាយគាត់សម្រេចចិត្តធ្វើជាមិនដឹងអ្វីទាំងអស់ហើយរងចាំឱកាសសមស្រប Soka, is that you? He's peeking! Get him! No! I was just looking. Come out now. Yeah! We can't ignore this any longer. What have you heard, Visal? Trouble is coming. Stay alert. ភាគ4សុខាធ្វើជាអស់កម្លាំងហើយដេកស្ងៀមម៉ាឡាគិតថាអ្វីកំពុងដំណើរការតាមគម្រោងនាងតែសុខានៅតែមានស្មារតីនិងគិតគូរយ៉ាងប្រុងប្រយ័ត្នភាគ5វិសាលលាក់ខ្លួនដោយថៃខ្លាចម៉ាឡាមើលជុំវិញផ្ទះដោយគិតថាគ្មានអ្នកណាឃើញសុខាឃើញគ្រប់យ៉ាងប៉ុន្តែគាត់នៅតែស្ងៀមស្ងាត់ Give it to us now, boy! Stop shaking it! I can't! It's too strong! ភាគ6នៅព្រឹកសុខាបង្ហាញខ្លួននិងធ្វើឲ្យវិសាលភ្ញាក់ផ្អើលគាត់មិនប្រើកម្លាំងទេតែប្រើតែពាក្យសម្ដីនិងប្រាជ្ញាវិសាលគ្មានអៀនហើយរត់ចេញទៅដោយអស់សង្ឃឹម I am not giving this back. But Visal, it's not yours. ភាគផាន់ទីពួកបរិសុទ្ធចិត្តលោភនោះចាប់ផ្ដើមឆ្លោះគ្នាគ្មានអ្នកណាម្នាក់គិតបានល្អទេពួកគេគិតតែពីផលប្រយោជន៍ខ្លួនឯងហើយវាកាន់តែធ្វើឲ្យរឿងរញ៉េរញ៉ៃភាគ8 Both of you are wrong. Confess now. Why did you do that? He made me. I can't believe this. Not my fault. I សុខា understand, ប្រើ Mala. ប្រាជ្ញា It's ដើម្បី okay. បញ្ចប់បញ្ហាដោយស្នើឲ្យនីទូកជួយ Soka. ពួកបរិសុទ្ធចិត្តលោភមិនយល់ Here, អ្វី take this. ទាំងអស់ភាគ9ពួកគេត្រូវបាននាំទៅឆ្ងាយពីភូមិដោយគ្មាននរណារងរបួសម៉ាឡាស្គាល់កំហុសរបស់ខ្លួននិងមានការគ្មានអៀនយ៉ាងខ្លាំងសុខាមិនខឹងទេតែបង្រៀននាងដោយពាក្យល្អផ្ទះនោះវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់ម្ដងទៀតភាគ10ចាប់តាំងពីថ្ងៃនោះមកសុខានិងម៉ាឡារស់នៅដោយប្រុងប្រយ័ត្ននិងស្មោះត្រង់ជាងមុនភូមិទាំងមូលវិលត្រឡប់ទៅរកសុខសាន្តរឿងនេះបង្រៀនយើងថាប្រាជ្ញានិងចិត្តល្អអាចឈ្នះល្បិចកលនិងភាពលោភលន់បានជានិច្ចសូមអរគុណចំពោះការទស្សនាដើម្បីទទួលបានរឿងថ្មីទៀតសូមចុច share មួយមក